សួស្តីខ្ញុំសីហានៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកនិយាយអំពីការសិក្សាភាសាអង់គ្លេសថារៀនរបៀបម៉េចទើបអាចចេះនិយាយបានព្រោះខ្ញុំធ្វើតេស្តកូនសិស្សច្រើនមែនតើដែលគាត់ស្ដាប់ភាសាអង់គ្លេសយល់តែពេលដែលឲ្យគាត់និយាយទៅគឺគាត់អត់ហ៊ាននិយាយអត់មានទំនុកចិត្តឬក៏អត់ដឹងនិយាយអីហ្មងអញ្ចឹងហើយវីដេអូមួយនេះខ្ញុំគិតថាវានឹងមានប្រយោជន៍ទៅដល់អ្នកដែលមានបញ្ហាដូចគ្នាដែរដែលពួកគាត់រៀនភាសាអង់គ្លេសយូរហើយបានត្រឹមតែចេះស្ដាប់ទេបើសិនជាមើលវីដេអូមួយហ្នឹងហើយផ្លាស់ប្ដូរគឺយើងនឹងអាចមានឱកាសនៅក្នុងការចេះនិយាយបានចំណុចទី1បើយើងមានបញ្ហាអញ្ចឹងអ្នកកលិចអ្នកនេះកលិចទៅមើលការសិក្សាពីមុនថាពីមុនហ្នឹងយើងរៀនរបៀបម៉េចរវាងការរៀនវេយ្យាករណ៍ការរៀនពាក្យការរៀនអានរៀនសរសេររៀនស្ដាប់និងរៀននិយាយតើបំណិនមួយណាដែលយើងអនុវត្តខ្លាំងជាងគេខ្ញុំអាចទាយបានហ្មងភាគច្រើនគឺយើងស្ដាប់គ្រូបញ្យល់មេរៀនហើយអនុវត្តទៅលើกระดาษអញ្ចឹងហើយវាធ្វើឲ្យយើងចេះពាក្យច្រើនស្ដាប់បានចេះបកប្រែចេះវេយ្យាករណ៍ប៉ុន្តែអាចយកទាំងអស់ហ្នឹងមកនិយាយបានព្រោះអីបំណិននិយាយនេះមួយតើតែយើងទម្លាប់ធ្វើវាបើសិនជាអត់ដែលនិយាយវាទេហើយយើងចង់ចេះក៏អត់អាចទៅរួចដែរព្រោះអីវាមិនមែនគ្រាន់តែយើងស្ដាប់គេអត់ធ្វើអីទេយើងត្រូវនិយាយយើងគិតយកពាក្យអ្វីយើងចេះហ្នឹងយកមកប្រើនិយាយអំពីគំនិតរបស់យើងទើបយើងអាចចេះបានអញ្ចឹងហើយវាជាមូលហេតុធ្វើឲ្យយើងរៀនអង់គ្លេសយូរហើយប៉ុន្តែយើងអាចយកទៅនិយាយបានហ្នឹងដោយសារតែការសិក្សារបស់យើងភាគច្រើនហ្នឹងគឺយើងអនុវត្តទៅលើกระดาษឬក៏អនុវត្តទៅដោយការសរសេរអីជាដើមហ្នឹងឯងដែលនៅក្នុងកម្មវិធីសិក្សា Study Squad របស់យើងដែលយើងបង្កើតឡើងជាក្នុងកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅហ្នឹងគឺយើងផ្ដោតសំខាន់ទៅលើការនិយាយយើងធ្វើដូចគ្នាប៉ុន្តែខុសគ្នាត្រង់ថាពេលដែលយើងស្ដាប់វីដេអូហ្នឹងហើយយើងយកវីដេអូហ្នឹងទៅនិយាយថាក្នុងហ្នឹងគេនិយាយពីគេខ្លះនៅពេលដែលយើងយកទៅនិយាយយើងយកពាក្យនៅក្នុងវីដេអូហ្នឹងទៅប្រើប្រាស់ជាមួយនឹងមិត្តភ័ក្តិរបស់យើងនៅក្នុងថ្នាក់រៀនឯងឃើញ clear មួយចំនួនឃើញវេយ្យាករណ៍មួយចំនួនដែលគ្រូប្រាប់ថាចំណុចនេះល្អឃើញនេះល្អយើងត្រូវយកអាហ្នឹងទៅនិយាយទើបយើងអាចនិយាយប្រធានបទមួយហ្នឹងបានហើយការធ្វើបែបហ្នឹងយើងស្ដាប់ហ្នឹងគឺយើងពង្រឹងទៅលើការស្ដាប់យើងមួយឯងការបញ្ចេញសម្លេងការរៀនពាក្យការប្រើប្រាស់វេយ្យាករណ៍ជាដើមនៅក្នុងវីដេអូហ្នឹងពីជនជាតិដើមអញ្ចឹងហើយយើងយកទៅនិយាយយើងយកអ្វីដែលគ្រូប្រាប់ថាល្អហ្នឹងយកទៅពិភាក្សាមួយមិត្តភក្តិយើងមិនអាចប្រើបាន 100% ទេប៉ុន្តែយើងក៏ដឹងពីថាចំណុចណាល្អចំណុចណាយកទៅប្រើប្រាស់ផងដែរបើសិនជាយើងអានអត្ថបទអីអញ្ចឹងគឺយើងអានហើយយើងឆ្លើយសំណួរបន្ទាប់មកយើងយកអាហ្នឹងទៅនិយាយទៀតមិនមែនគ្រាន់តែអានឆ្លើយសំណួរហើយចប់ទេមិនមែនគ្រាន់តែស្ដាប់ហើយចប់ទេគឺស្ដាប់ហើយយកទៅនិយាយអានហើយយកទៅនិយាយវេយ្យាករណ៍ដូចគ្នាដែរនៅពេលដែលគ្រូបង្រៀនវេយ្យាករណ៍ហើយយើងអនុវត្តទៅលើវេយ្យាករណ៍ថាអានឹងវាមិនខុសកន្លែងណាត្រូវកន្លែងណាហើយយកវេយ្យាករណ៍ហ្នឹងទៅនិយាយទៅទាំងសរសេរទៅទាំងនិយាយទើបយើងអាចយកវាទៅប្រើប្រាស់បានព្រោះអីបើសិនជាយើងគ្រាន់តែរៀនហើយអនុវត្តលើกระดาษហើយទៅមុខរៀនអនុវត្តលើกระดาษហើយទៅមុខក៏យើងអាចប្រើប្រាស់បានដែរអានឹងឯងគឺជាចំណុចដែលធ្វើឲ្យកម្មវិធីសិក្សារបស់យើងគឺកូនសិស្សអាចយកទៅនិយាយបានប៉ុន្តែមិនមែនមានតែប៉ុណ្្នឹងទេនៅពេលដែលអ្នកទាំងអស់គ្នារៀនមួយយើងគឺយើងតម្រូវឲ្យធ្វើ test សិនដើម្បីដឹងថាកម្រិតយើងនៅកម្រិតណាដែលយើងរៀនជាមួយអ្នកដែលត្រូវនឹងកម្រិតរបស់យើងអញ្ចឹងនៅពេលដែលយើងនិយាយហ្នឹងគឺយកមានអារម្មណ៍ថាគេចេះជាងយើងខ្លាំងទេព្រោះបើគេចេះជាងយើងខ្លាំងក៏យកហ៊ាននិយាយដែរយើងអៀនយើងខ្លាចគេសើចអីហ្នឹងទៅអញ្ចឹងនៅក្នុងថ្នាក់គឺកម្រិតស្មើគ្នាកូនសិស្សដែលធ្វើតេស្តហើយគឺយើងដាក់ទៅលើកម្រិតផាគ្នាអញ្ចឹងទៅគឺគាត់ហ៊ាននិយាយឯងចំណុចទី2នៅពេលដែលយើងបង្រៀនយើងនឹងប្រាប់ថាកន្លែងនេះល្អយកទៅនិយាយឲ្យគ្រូស្ដាប់គ្រូផ្ដល់ feedback ហ្នឹងមានដូចជាការបញ្ចេញសម្លេងការរៀនវេយ្យាករណ៍ការប្រើប្រាស់វេយ្យាករណ៍ត្រឹមត្រូវការបញ្ចេញសម្លេងត្រឹមត្រូវការរៀនប្រើប្រាស់ពាក្យផងដែរអញ្ចឹងហើយចំណុចទាំងអស់ហ្នឹងគឺកូនសិស្សនឹងដឹងថាគាត់ខុសកន្លែងណាគាត់ត្រូវកន្លែងណាគាត់ពង្រឹងបានទៅលើផ្នែកណាខ្លះហើយបើសិននិយាយពីការនិយាយវិញគឺនិយាយជារៀងរាល់ថ្ងៃមកដែលធ្វើឲ្យពួកគាត់នឹងមានទំនុកចិត្តនៅពេលដែលគាត់រៀនអញ្ចឹងដូចជាដល់ level 6អញ្ចឹងពីច្រើនគាត់មានទំនុកចិត្តនៃការរៀននិយាយហើយព្រោះអីគាត់រៀនពីមុនមកបានច្រើនហើយណាមួយការដែលរៀនរបស់គាត់នឹងគឺគាត់បាននិយាយរហូតស្ទើរតែរាល់ថ្ងៃអញ្ចឹងមួយថឺមគឺ2ខែកន្លះបើសិនរៀន2ថឺមវាចង់កន្លះឆ្នាំហើយអញ្ចឹងនិយាយរាល់ថ្ងៃសិនកន្លះឆ្នាំគឺវាធ្វើឲ្យគាត់នឹងមានទំនុកចិត្តនៃការនិយាយហ្មងអញ្ចឹងហើយទៅធ្វើឲ្យកម្មវិធីសិក្សារបស់យើងហ្នឹងផ្ដោតសំខាន់ទៅលើការរៀននិយាយភាសាអង់គ្លេសកូនសិស្សរៀនហើយគឺគាត់ហ៊ាននិយាយហ្មងទំនុកចិត្តហ្នឹងគឺសំខាន់ណាស់បន្ទាប់មកយើងប្រាប់បន្តទៅលើវេយ្យាករណ៍ទៅលើការរៀនពាក្យទៅលើ clear ណាដែលគេប្រើប្រាស់និយាយទំនាក់ទំនងគ្នាគឺគាត់ហ៊ាននិយាយបានឯងអញ្ចឹងបើសិនអ្នកនេះកំពុងតែមានបញ្ហាតាក់ទងទៅលើថាស្ដាប់យល់និយាយបានតាក់ទងមកខាងយើងធានាថាយើងនឹងអាចបង្រៀនអ្នកនេះឲ្យចេះនិយាយបានព្រោះអីយើងអនុវត្តរាល់ថ្ងៃយើងផ្ដល់មតិថាកន្លែងនេះខុសកន្លែងណាយើងកែតម្រូវយូរទៅគឺយើងអាចប្រើប្រាស់បានឯងអរគុណច្រើនចំពោះការទស្សនានិងជួបគ្នាវីដេអូក្រោយបាយបាយ